ហើយរឿងខ្លះដែលយើងត្រូវជួយត្រូវដោះស្រាយក៏យើងយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងផងដែរមិនយើងចិត្តតែចង់ជួយទៅជួយអត់បានកើតទុកទេព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្មរៀងខ្លួនយើងគ្រាន់តែស្ថិតនៅក្នុងដែលមានមេត្តាករុណាបំណងដើម្បីនឹងត្រូវជួយយ៉ាងណារក្សាចិត្តរបស់យើងឲ្យវារួចផុតអំពីអាការកំណាញ់ចំណែនព្យាបាទអីនឹងតែប៉ុណ្ណឹងហើយនឹងបានដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មជាចំណុចដែលព្រះពុទ្ធអង្គក៏ជួយអត់រួចដែរហើយជាបញ្ញាផ្ទាល់ទៀតដោយប្របាទសុពពុទ្ធចឹងទៅវិខទេវតតអីចឹងទៅនឹងឯងដែលនឹងត្រូវចុះទៅកម្មនរកសិនចឹងបន្ទាប់ពីអស់វិជនទៅនឹងឯងគឺសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងព្រះពុទ្ធអង្គក៏មិនអាចនឹងចិត្តទៅជួយថាពេលព្រះអង្គបានត្រាស់កុំឲ្យមានសត្វនរកកុំឲ្យមានធ្លាក់នរកអីក៏មិនបានចឹងមានអ្នកប្រព្រឹត្តបាបកម្មខ្លាំងនៅពេលព្រះអង្គត្រាស់ដឹងនឹងទៅទៀតមិនមែនព្រះអង្គដាក់បាបទៅឲ្យគេទេប៉ុន្តែរឿងសត្វលោកវាត្រូវប្រព្រឹត្តទៅតាមអធិស្រ័យនិងប្រព្រឹត្តទៅតាមកម្មអញ្ចឹងដូច្នេះយើងរស់នៅត្រូវចេះថែរក្សាចិត្តរបស់ខ្លួននឹងឯងឲ្យបាននៅសេចក្តីសុខស្ងប់ហើយនឹងមានប្រយោជន៍ដល់ខ្លួនឯងដល់ក្រុមគ្រួសារដល់អ្នកដទៃបានប៉ុណ្ណាប៉ុណ្ណឹងមុននឹងយើងលាចាកលោកនឹងទៅយើងត្រូវប្រឹងប្រែងឲ្យបានសម្រេចនៅប្រយោជន៍ហើយនឹងសេចក្តីសុខស្ងប់ក្នុងជីវិតនេះឯងត្បិតយើងបានជួបនឹងបរតនត្រ័យហើយក៏នៅក្នុងចំណុចដែលថាការដែលយើងបានជីវិតនេះមកបានដោយកម្រក្រក្រៃមិនមែនចេះតែងាយបានឃើញមនុស្សអីចឹងទៅដូចជាងាយគឺអត់ទេនៅលើមហាកុសលឲ្យបដិសន្ធិហើយជាពិសេសដែលនឹងជាឧបត្ថម្ភកបច្ច័យឲ្យបាននៅរស់មកដល់ប៉ុណ្ណឹងងាយអីមើលបងប្អូនខ្ញុំណាប្រុសគឺអត់មាននរណាបានចូលមកដល់ហាលផងទេចឹងគឺណាប្រុស4នាក់ហ្នឹងអត់មានបានមកដល់អាយុហាទេមិនងាយទេណាហើយអាហ្នឹងយើងគ្រាន់តែប៉ុណ្ណឹងចុះអ្នកផ្សេងទៀតហ្នឹងសម្បើមណាស់ណាដែលត្រូវបាត់បង់ជីវិតទៅមិនបានចូលមកដល់អាយុហានឹងផងទេទៅបាត់បង់ជីវិតទៅសម្បើមចឹងទៅហំទៅនោះធ្វើការនៅស្រុកគេអីចឹងទៅដើម្បីរលុយកាក់មកហ្នឹងឯងទំនុកម្រងមេត្តាបិតាអីខ្លះហើយស្រាប់តែគ្រោះថ្នាក់ធ្លាក់អីមកបាត់បង់ជីវិតទៅហ្នឹងឯងខ្ទេចខ្ទីរូបកាយហ្នឹងដោយធ្លាក់ពីលើទីខ្ពស់អីចឹងទៅមើលនៅទាំងពេញកម្លាំងនឹងឯងជីវិតហ្នឹងមិនងាយបានរហូតមកដូចដែលយើងមានសពថ្ងៃនេះហើយយើងបានមកដល់ថ្ងៃនេះមែនប៉ុន្តែតទៅទៀតតើយើងធានាបានថារួចពីថ្ងៃហ្នឹងដល់ស្អែកដែរឬទេយើងនេះណាយើងដឹងថាយើងអាចបានដល់ថ្ងៃស្អែកដែរឬអត់បានព្រះពុទ្ធអង្គទ្រង់ត្រាស់ថាអច្ចេវៈកិច្ចមាតបាំងកោជាញាមរណង្សវេណហេណូសង្ករន្តេនៈមហាសេនេនមច្ចុណានឹងមើលនឹងឯងប្រឹងប្រែងថ្ងៃនឹងឯងចឹងដែលយើងត្រូវតែរក្សាចិត្តកុំគិតថារឿងនឹងវាមិនសមអ្នកដតីធ្វើចេះកុំឲ្យយករឿងអ្នកដតីធ្វើអីហើយមកដាក់ក្នុងគំនិតយើងថាគេធ្វើនឹងមិនសមអញ្ចឹងគឺកុំឲ្យសោះនាំតែយើងលំបាកកើតទុកមិនសក់ចិត្តដាក់អ្នកដតីទេអត់មានរឿងអ្នកដតីអីណាធ្វើអីមិនសមសម្រាប់យើងទេរឿងនេះវាជារឿងពិតរបស់យើងម្នាក់វិច្ចស្ពាយសំពាយកម្មមកត្រូវទទួលវិបាកខ្លួនឯងកុំឲ្យមានគំនិតគិតថាអ្នកដតីមិនសមធ្វើអីដាក់យើងហើយយើងគិតគូរទម្លាក់ទោសកំហុសទៅអ្នកដតីហើយកើតទុកមិនសុខចិត្តក្តៅក្រហាយអីខ្លួនឯងកុំឲ្យសោះអត់ទេរឿងអីក៏ជាការពិតសម្រាប់ជីវិតរបស់យើងចូលមកដល់ពេលហ្នឹងដែលយើងមិនបានដឹងមុនគឺត្រូវជួបនៅរឿងហ្នឹងនឹងឯងប៉ុន្តែយើងត្រូវឆ្លងកាត់ឲ្យបានគ្រប់រឿងទាំងអស់ត្រូវតែមមតំជាមួយនឹងគុណធម៌កុំឲ្យឆេវឆាវក៏គឺកុំឲ្យមានការវង្វេងបាត់បង់ស្មារតីទៅតាមសេចក្តីស្រឡាញ់សេចក្តីពេញចិត្តទៅនៅក្នុងរឿងលោភៈហ្នឹងរឿងរាគៈអីហ្នឹងគឺកុំឲ្យខូចខ្លួនខូចប្រាណទៅដោយអំណាចនៃកិលេសហ្នឹងគឺយើង
គឺថាបិទភ្នែកឲ្យចិត្តសម្លឹងមើលឲ្យឆ្ងាយរឿងទិសដៅនៃជីវិតរបស់យើងត្រូវតែឆ្លងកាត់ឧបសគ្គរាគៈទោសៈខ្មោចព្រាយបិសាចក្នុងជីវិតរបស់យើងដូចជាយើងត្រូវមករកវត្ថុដ៏ស័ក្តិសិទ្ធិក្នុងរូងភ្នំអញ្ចឹងគឺត្រូវតែឆ្លងកាត់នៅឧបសគ្គខ្មោចព្រាយបិសាចហ្នឹងមកយកវត្ថុដ៏ស័ក្តិសិទ្ធិនឹងឲ្យបានយ៉ាងណាអមតៈធัวយើងត្រូវឆ្លងកាត់នៅវិបត្តិនៃជីវិតខ្មោចព្រាយបិសាចគឺកិលេសក្នុងចិត្តរបស់យើងនឹងឯងអញ្ចឹងគឺត្រូវសម្លឹងមើលទិសដៅហើយឲ្យទិសដៅនឹងឯងត្រឡប់មកជាកម្លាំងចិត្តនៃជីវិតដែលយើងត្រូវដើរគឺថាមួយជំហានគឺរាប់ជាកម្លាំងចិត្តថាកាន់តែចិត្តបន្តិចម្ដងដោយមួយជំហានហ្នឹងយើងមិនទេអន្តែងចង់បានតែមួយជំហានចុងក្រោយបានដល់ទេយើងឲ្យតម្លៃមួយជំហានពីចម្ងាយហ្នឹងទៅហ្នឹងដែលយើងមានទិសដៅដែលត្រូវរក្សាក្នុងបច្ចុប្បន្នហ្នឹងនៅក្នុងផ្លូវរបស់យើងកុំឲ្យធ្លាក់ចូលទៅក្នុងផ្លូវអ្នកដទៃដោយប្រការផ្សេងនេះគឺជាអត្តបទធម៌ដើម្បីជាការអបអរសាទរនៅក្នុងបុណ្យកុសលនាគុហាភ្នំកណាហើយនឹងថ្វាយបង្គំពុទ្ធអង្គបរិនិព្វានប៉ុណ្ណាពុទ្ធបរិមាហើយក៏នឹកដូចតែព្រះអង្គគង់បជនប្រថាប់នៅអញ្ចឹងទាំងពធព្រះវិន័យហ្នឹងអង្គបរិនិព្វានទៅតែព្រះរូបកាយអញ្ចឹងទេប៉ុន្តែព្រះធម៌ព្រះវិន័យព្រះពុទ្ធអង្គទ្រង់ជាបិតាគឺនៅបីបាច់ថែរក្សាកូនរបស់ព្រះអង្គធីតារបស់ព្រះអង្គនៅសពថ្ងៃអញ្ចឹងពុទ្ធបរិស័ទយើងក៏បីនឹងពិចារណាសេចក្តីនៃពធហើយនឹងថែរក្សាខ្លួនឲ្យបានល្អអ្វីដែលថាជាខ្លួនរបស់យើងឲ្យបានពិតប្រាកដដើម្បីនឹងកន្លងពីលោកយៈទៅដល់លោកតរៈនឹងឲ្យបានគឺថាជាការឆ្លងចាកលោកីទៅដល់លោកតរៈនឹងគឺមានតែការរក្សាអប់រំចិត្តសន្តាននេះឯងមិនមែនរូបកាយទេរូបកាយគឺជាលោកយៈសត្វទោះជារូបក្នុងសម័យណាក៏ដោយរូបពុទ្ធអង្គក៏ដោយគឺសត្វតែលោកយៈទាំងអស់នឹងឯងគឺมันអាចទៅជាលោកកតរៈมันអាចនឹងបានរួចផុតចាកលោកដោយសារយើងទំនុកបំរុងរូបកាយនឹងទេទោះជាយើងទំនុកបំរុងមាសប្រាក់លុយកាក់សម្បត្តិសម្បូរផ្ទះសម្បែងទីកន្លែងប៉ុណ្ណាក៏ដោយយើងខំកំណាញ់ដើម្បីឲ្យខ្លួនឯងនឹងបានប្រសើរទៅដោយសម្បត្តិបង្អួតបង្អរអ្នកដតីប៉ុណ្ណាក៏ដោយផ្ទះប៉ុណ្ណភ្នំក៏ដោយប៉ុន្តែរូបនឹងគឺជាលោកយៈទីបំផុតក៏ត្រូវជារានាំមកនៅជំងឺរោគាអត់មានបានទីពឹងអីពីរូបកាយដែលយើងចំណាយមកជីវិតដើម្បីរូបកាយអានឹងមកពីយើងច្រឡំខ្លួនរបស់យើងនឹងទៅលើរូបកាយនឹងតាមពិតខ្លួនយើងដែលត្រូវទំនុកបំរុងបីបាច់មើលថែរក្សាឲ្យបានតិចល្អគឺចិត្តសន្តានដែលប្រព្រឹត្តទៅដោយមហាកុសលចិត្តប្រព្រឹត្តទៅដើម្បីជាលោកតរៈអញ្ចឹងត្រូវថែរក្សាដោយសតិសម្បជញ្ញៈនឹងឯងមិនចាំបាច់ថាប៉ុណ្ណឹងប្រជែងជាមួយអ្នកមានអ្នកបានអីដោយសម្បត្តិសម្រាប់រូបកាយនឹងទេយើងត្រូវរកធម្មសម្បត្តិសម្រាប់ចិត្តវិញតនពេលវេលាអរិយទ្រព្យគឺជាសម្បត្តិរបស់ចិត្តអញ្ចឹងពុទ្ធបរិស័ទបងប្អូនកូនចៅសូមឲ្យជាអ្នកសម្បូរបុណ្យសូមឲ្យជាសិទ្ធិបុណ្យជាស្ដេចបុណ្យអញ្ចឹងទៅសោយរាជនៅក្នុងនគរបុណ្យអញ្ចឹងទៅសបាយរីករាយគឺថាជាការគ្រប់គ្រងនគរកាយរបស់ខ្លួននេះឯងដែលមានបេះដូងរបស់យើងដែលជាទីអាស្រ័យនៃចិត្តប្រកបដោយតថាគតពោធិសទ្ធានឹងឯងជាតួប្រសាសនាហើយនឹងមានព្រះមហាក្សត្រដ៏ល្អគ្រប់គ្រងនៅក្នុងនគរកាយនេះគឺជាតួបញ្ញាជាញាណទេសនៈនឹងឯងទាំងសូមអនុមោទនា